កម្ពុជាបង្កើតកូនប្រមាណ3សែននាក់ក្នុងមួយឆ្នាំក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាទទួលកំណើតក្មេងប្រមាណជា3សែននាក់ជារៀងរាល់ឆ្នាំក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងសុខាភិបាលនៅថ្ងៃទី30ខែមីនាមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាតាមរបាយការណ៍ដែលយើងទទួលបានគឺជារៀងរាល់ឆ្នាំមានទារកកើតរស់ចំនួនប្រមាណជា3សែននាក់ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ2020មកលោកបានឲ្យដឹងថានៅឆ្នាំ2020មានទារកកើតរស់ចំនួន3,963នាក់ចំណែកឆ្នាំ2021មានចំនួន2,8,5173នាក់ឆ្នាំ2022មានចំនួន2,5,954នាក់ឆ្នាំ2023មានចំនួន2,8,972នាក់និង2024មានចំនួន267,500នាក់លោកបានបន្តទៀតថាចំណែកនៅឆ្នាំ2024មានទារកកើតស្លាប់ចំនួនជាង 1,000 នាក់និងទារកកើតមានទម្ងន់តិចជាង 2.5 គីឡូក្រាមមានចំនួនជាង 17,000 នាក់ទុកកំហឹងមិនជាប់ប្អូនថ្លៃចិត្តកំណើតទាញដំបងវាបំផ្លាញទ្រព្យសម្បត្តិបងថ្លៃអស់ជាច្រើននៅស្រុកបោះសេកហេតុកំពុងស្ពឺដោយសារតែកំហឹងបណ្ដេចបន្តួចបរិសុទ្ធជាប្អូនថ្លៃត្រូវបាននគរបាលឃាត់ខ្លួនខណៈដែលទប់កំហឹងមិនជាប់ទាញដំបងវាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់បងថ្លៃខ្ទេចអស់ជាច្រើនបងថ្លៃទ្រាំមិនបានកទៅប្តឹងនគរបាលករណីហិង្សាបង្កឡើងដោយប្អូនថ្លៃឈើឆាវមួយបានកើតឡើងកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025ស្ថិតនៅក្នុងភូមិត្រពាំងវែងឃុំថងស្រុកបរសេតខេត្តកំពង់ស្ពឺមន្ត្រីនគរបាលស្រុកបរសេតបាននិយាយឲ្យដឹងថាមានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារមួយបានកើតឡើងរវាងបងថ្លៃនិងប្អូនថ្លៃដោយសារតែទប់កំហឹងមិនជាប់កាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី28ខែមីនាឆ្នាំ2025ជនសង្ស័យដៃដល់មានឈ្មោះទឹមសារឿនភេទប្រុសអាយុ39ឆ្នាំរស់នៅក្នុងភូមិត្រពាំងវែងឃុំថងស្រុកបរសេតខេត្តកំពង់ស្ពឺបានធ្វើសកម្មភាពយកដំបងប្រវែង60សង់ទីម៉ែត្រវាយបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះរបស់ជារងគ្រោះឈ្មោះធឿងសុកភេទប្រុសអាយុ56ឆ្នាំរស់នៅភូមិត្រេឃុំជាមួយគ្នាបណ្ដាលឲ្យរងខូចខាតចានឆ្នាំងបងអង្គុយតុទុះនិងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតផងដែរមន្ត្រីនគរបាលស្រុកបរសេតបានបន្តថាដោយទ្រាំនឹងទង្វើរបស់ប្អូនថ្លៃចិត្តកំណើតមិនបានបរិសុទ្ធជាបងថ្លៃបានទៅដាក់ពាក្យបន្ទឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថងដើម្បីសុំឲ្យជួយអន្តរាគមន៍កាលពីទទួលពាក្យបណ្ដឹងពីជារងគ្រោះរួចហើយកម្លាំងជំនាញប្រមត្តនស្រុកក៏បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំថងចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យដៃដល់ដែលមានឈ្មោះយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបរសេតមន្ត្រីនគរបាលស្រុកបានបញ្ជាក់ថាបន្ទាប់ពីសួរនាំជនសង្ស័យដៃដល់បានសារភាពថារូបគេពិតជាបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជារងគ្រោះពិតប្រាកដមែនដោយសារការខឹងនិងបងថ្លៃជាជារងគ្រោះចំពោះជនសង្ស័យដៃដល់ឈ្មោះទឹមសារឿនអូបនេះជាមនុស្សមានចរិតកាចសាហាវនិងធ្លាប់ជាប់ពន្ធនាគារមួយលើករួចមកហើយប៉ុន្តែពុំរៀនចាលនៅកែមិនកែចរិតប្រព្រឹត្តដែរបច្ចុប្បន្នជនដៃដល់ត្រូវបាននគរបាលកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ប៉ូលីសកូរ៉េខាងត្បូងថាបុរសម្នាក់ត្រូវបានសង្ស័យថាជាអ្នកបង្កឲ្យមានភ្លើងឆេះព្រៃខណៈព្យាយាមសម្អាតបរិវេណភ្នូដូនតាប៉ូលីសកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យទី30ខែមីនាបានបើកការស៊ើបអង្កេតមួយលើបុរសម្នាក់ដែលជាប់សង្ស័យថាជាអ្នកបង្កដោយចៃដន្យនាំឲ្យមានភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូងខណៈរូបគេសម្អាតនៅជុំវិញបរិវេណភ្នូដូនតារបស់ខ្លួននេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFPនៅក្នុងទីក្រុងយួងនៃខេត្តណោះពាំងសាងដែលត្រូវបានភ្លើងឆេះព្រៃបំផ្លិចបំផ្លាញព្រៃឈើលើផ្ទៃដី 12,800 ហិកតាមានជនសង្ស័យរូបនេះមានអាយុ56ឆ្នាំត្រូវបានគេសង្ស័យថាបានបង្កឲ្យមានភ្លើងឆេះដោយអចេតនានៅពេលព្យាយាមសម្អាតបរិវេណភ្នូរបស់ជីដូនជីតាកាលពីថ្ងៃទី22ខែមីនាមន្ត្រីស៊ើបអង្កេតកូរ៉េខាងត្បូងម្នាក់បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាខាងប៉ូលីសកាត់ឈ្មោះបរិសុទ្ធជាជនសង្ស័យរួចហើយដោយមិនមានឃុំខ្លួនសម្រាប់ការស៊ើបអង្កេតនៅឡើយទេពាក់ព័ន្ធនឹងការសង្ស័យថារូបគេបានបង្កឲ្យមានភ្លើងឆេះព្រៃដោយចៃដន្យមន្ត្រីរូបនេះដែលបន្ថែមទៀតថាក្រុមអ្នកស៊ើបអង្កេតនឹងក៏ហៅបរិសុទ្ធជាជនសង្ស័យសម្រាប់ការសួរចម្លើយនៅពេលការចុះធ្វើអធិការកិច្ចនៅឯកន្លែងកើតហេតុបិទបញ្ចប់ទាំងស្រុងដែលអាចចំណាយពេលជាង1ខែព្រមពេលជាមួយគ្នាបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយើងញ៉ាប់កូនស្រីរបស់ជនសង្ស័យបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថាឪពុករបស់ខ្លួនបានព្យាយាមដុតមែកឈើនៅពីលើភ្នូដោយប្រើប្រាស់ដែកកេះជាហេតុធ្វើឲ្យអន្តាតភ្លើងដែលត្រូវបានបក់ដោយខ្យល់ផលនោះឆេះរាលដាលទៅជាភ្លើងឆេះព្រៃប៉ូលីសកូរ៉េខាងត្បូងមិនបានបញ្ចេញអត្តសញ្ញាណជនសង្ស័យនិងកូនស្រីរបស់ជនសង្ស័យឡើយគូបញ្ជាក់ថាភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងដែលបានឆាបឆេះអស់ជាច្រើនថ្ងៃមកនេះបានសម្លាប់មនុស្ស30នាក់និងបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង 48,000 ហិកតាដែលជាកំណត់ត្រាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅកូរ៉េខាងត្បូងប្រមុខមន្ទីរបញ្ចកម្មថាសហរដ្ឋអាមេរិកនឹងធានាការកំញានទប់ស្កាត់សង្គ្រាមក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់
មន្ត្រីការពារជាតិអាមេរិកលោកពេកហេសិតនៅថ្ងៃអាទិត្យទី30 ខែមីនាបាននិយាយថាសហរដ្ឋអាមេរិកនឹងធានានូវការកំញាញទប់ស្កាត់សង្គ្រាមនៅក្នុងតំបន់ Indo-Pacific ក្នុងនោះរួមមាននៅទូទាំងតំបន់សមុទ្រតៃវ៉ាន់ដោយសង្កត់ធ្ងន់ពីសកម្មភាពកក្លឿននិងសម្លុតគំរាមរបស់ចិននេះបើតាមការជើងផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ខ្លែងអំឡុងធ្វើទស្សនកិច្ចក្នុងប្រទេសជប៉ុននិងបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមាភិកជប៉ុនរបស់លោកគឺលោកចិនណាកាតានីលោកពេតហេសិតបានកត់សម្គាល់ថាសហរដ្ឋអាមេរិកមានការបដិញ្ញាចិត្តចំពោះការជំរុញការកំញាញទប់ស្កាត់សង្គ្រាមនៅក្នុងតំបន់ Indo-Pacific ក្នុងនោះរួមមានទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដែរតាមប្រមុខការពារជាតិអាមេរិករូបនេះជប៉ុនគឺជាតួអង្គដ៏សំខាន់មិនអាចខ្វះបានដើម្បីកំញាញចិនហើយថាកិច្ចពិភាក្សារបស់លោកជាមួយលោកណាកាតានីបានបញ្ជាក់ឡើងវិញពីរឿងមុំដ៏វិសេសនៃសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយជប៉ុនដែលជាសម្ព័ន្ធភាពដ៏សំខាន់ប្រៀបដូចជាស្នូលនៃសន្តិភាពនិងសន្តិសុខក្នុងតំបន់ Indo-Pacific គូបញ្ជាក់ថាជប៉ុនបានទទួលឲ្យកងទ័ពអាមេរិកជាង50,000នាក់ឈរជើងនៅលើទឹកដីរបស់ខ្លួននិងត្រូវបានចាត់ទុកជាដៃគូដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងករណីចំនួនមួយនៅតៃវ៉ាន់ផ្ទុះឡើងលោកពេតហេសិតកំពុងបំពេញទស្សនកិច្ចផ្លូវការរបស់លោកក្នុងតំបន់អាស៊ីដោយបានធ្វើដំណើរទៅកាន់ជប៉ុនបន្ទាប់ពីធ្វើទស្សនកិច្ចនៅហ្វីលីពីនអន្តរជាតិប្រញាប់ប្រញាល់បញ្ជូនជំនួយទៅមីយ៉ាន់ម៉ាដែលរងគ្រោះដោយសាររញ្ជួយដីបណ្ដាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាបានបញ្ជូននាវាចម្បាំងនិងយន្តហោះមានផ្ទុកទៅដល់ជំនួយនិងក្រុមអ្នកជួយសង្គ្រោះនៅថ្ងៃអាទិត្យទី30 ខែមីនាខណៈការសម្លាប់ផ្ដល់ជំនួយអន្តរជាតិមានការកើនឡើងក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះដែលកំពុងមានសង្គ្រាមស៊ីវិលស្រាប់ផងនោះនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានឲ្យដឹងថាមនុស្សយ៉ាងហោច1544នាក់បានស្លាប់និង3400នាក់បានដល់របួសក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ 7.7 រិចទ័រវាយប្រហារលើភាគពាយ័ព្យនៃទីក្រុងសាវាំងនៅភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រទី28 ខែមីនាហើយក៏បង្កផលប៉ះពាល់ដល់ប្រទេសក្បែរខាងដូចជាថៃផងដែរគ្រប់មន្ទីរពេទ្យយោធានិងស៊ីវិលទាំងអង្គរួមទាំងបុគ្គលិកសុខាភិបាលត្រូវតែធ្វើការងាររួមគ្នាក្រោមការសម្របសម្រួលមួយប្រកបដោយប្រសិទ្ធភាពដើម្បីធានាឲ្យបាននូវការឆ្លើយតបខាងវិទ្យាសាស្ត្រឲ្យមានប្រសិទ្ធភាពនេះជាការគូបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលយោធាលោកមីនអងឡាំងត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាប្រទេសឥណ្ឌាចិននិងថៃស្ថិតនៅក្នុងចំណោមប្រទេសដែលបានបញ្ជូនជំនួយជាសម្ភារៈនិងក្រុមអ្នកជួយសង្គ្រោះទៅកាន់មីយ៉ាន់ម៉ារួមជាមួយជំនួយនិងក្រុមអ្នកជួយសង្គ្រោះមកពីប្រទេសផ្សេងទៀតដូចជាម៉ាឡេស៊ីសិង្ហបុរីនិងរុស្ស៊ីខណៈប្រធានាធិបតីអាមេរិកដូណាល់ត្រាំក៏បានសន្យាផ្ដល់ជំនួយសម្រាប់មីយ៉ាន់ម៉ាផងដែរគូបញ្ជាក់ថាទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានព្យាករណ៍ថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាអាចនឹងកើនដល់ 10,000 នាក់រីឯការខាតបង់វិញអាចលើសពីទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំឬ GDP របស់មីយ៉ាន់ម៉ាថៃប្រកាសថាការប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីទូទាំងប្រទេសនឹងដំណើរការតាមការគ្រោងទុកប្រទេសថៃអាជ្ញាធរទេសចរប្រទេសថៃហៅកាត់ថា TAT នៅថ្ងៃទី30 ខែមីនាឆ្នាំ2025បានប្រកាសថាការប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីនៅទូទាំងប្រទេសនឹងដំណើរការតាមការគ្រោងទុកដោយធានាថាការធ្វើដំណើរការដឹកជញ្ជូននិងសណ្ឋាគារនៅតែមិនរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះឡើយនេះបើយោងតាមប្រភពពីសារព័ត៌មានថៃ Nation បានចេញផ្សាយ TAT បានប្រកាសថាផែនការរបស់ខ្លួនក្នុងការប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីដ៏ធំទូទាំងប្រទេសនឹងដំណើរការតាមការគ្រោងទុកដោយបានបញ្ជាក់ថាបន្ទាប់ពីការវិតម្លៃស្ថានភាពក្រោយការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រអ្នកជំនាញបានរកឃើញថាស្ថានភាពនៅក្នុងទីក្រុងបាងកកនិងផ្នែកផ្សេងទៀតនៃប្រទេសថៃបានវិលរកភាពប្រក្រតីវិញហើយអាកាសយានដ្ឋានអន្តរជាតិដនមឿងនិងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងក្រុងបាងកកបានបន្តដំណើរការដោយធម្មតានៅពេលដែលបណ្ដាក្រុមហ៊ុនអាកាសចរបានផ្ដល់សេវាជាធម្មតាលើកពីនេះទៀតការដឹកជញ្ជូនសាធារណៈពិសេសសេវាផ្លូវដីអគ្គិសនីនៅតែដំណើរការពេញលេញស្របពេលដែលបណ្ដាសន្តាគារក៏ដូចជាទីតាំងកម្សាន្តនៅក្នុងតំបន់ទេសចរសំខាន់ៗក៏មិនរងផលប៉ះពាល់ដែរPAT បានរាយការណ៍ថាភ្ញៀវទេសចរមិនបានលុបចោលការកក់ទុករបស់ពួកគេនោះទេហើយប្រតិបត្តិការក្រុមទេសចរក៏មិនបានដកការកក់ទុករបស់ពួកគេដូចគ្នា PAT ក៏បានបន្ថែមថាផ្លូវ highway ទូទាំងប្រទេសមិនមានការខូចខាតនិងអាចប្រើប្រាស់បានពេញលេញសម្រាប់ការធ្វើដំណើរដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិនិងអន្តរជាតិ TAT បានគូបញ្ជាក់ថាខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការពីវិទ្យាស្ថានវិស្វកម្មប្រទេសថៃនិងនាយកដ្ឋានសាធារណការដើម្បីត្រួតពិនិត្យបណ្ដាសន្តាគារមានកម្ពស់ខ្ពស់ជាចុងក្រោយអាជ្ញាធរថៃបានធានាដល់សាធារណជនថាការរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីដ៏ធំនៅទីក្រុងបាងកកឈៀងម៉ៃនិងទីតាំងផ្សេងទៀតនឹងមិនរងផលប៉ះពាល់ឡើយ។